សម្រាប់សម្ព័ន្ធមិត្តរបស់លោកពូទីនវិញគឺបានប្រមានថាដំណោះស្រាយណាមួយសម្រាប់ប្រទេសអ៊ុយក្រែនគឺនឹងអាចคล้ายទៅជាសង្គ្រាមលោកលើកទី3មន្ត្រីជាន់ខ្ពស់មួយរូបរបស់លោក Vladimir Putin បានប្រមានថាកងកម្លាំងរក្សាសន្តិភាពណាដែលត្រួតពិនិត្យបទជបាញ់នៅអ៊ុយក្រែនបង្កជាហានិភ័យឲ្យមានសង្គ្រាមលោកលើកទី3ដែលបាននិយាយថារុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថាជាការឈ្លានពានរបស់លោកខាងលិចលោក Sergei Shoigu ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់លោក Putin នៅពេលដែលមានការលុកលុយពេញបន្ទុកទៅលើអ៊ុយក្រែនបានប្រាប់ភ្នាក់ងារសារព័ត៌មាន TASS ថាទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នៅការត្រៀមលក្ខណៈយោធារបស់បណ្ដាប្រទេសអឺរ៉ុបលោក Shoigu ក៏បានបន្ថែមទៀតថាផែនការដែលហៅថាសម្ព័ន្ធឆន្ទៈរួមដើម្បីត្រួតពិនិត្យសន្តិភាពនៅអ៊ុយក្រែនបង្កជាហានិភ័យនៃការប្រជុំមុខដាក់គ្នារវាងទីក្រុងមូស្គូនិងអង្គការ NATO ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះសារព័ត៌មាន Newsweek គឺបានតាក់ទងអង្គការ NATO ដើម្បីសុំការអធិប្បាយតែមិនទាន់ឆ្លើយនៅចម្លើយដល់ឡើយទេជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Putin លោក Shoigu ត្រូវបានជំនួសតំណែងនៅក្រសួងការពារជាតិដោយឧបនាយករដ្ឋមន្ត្រី Andriy Bolusov ដែលហើយឥឡូវនេះគឺរូបលោកធ្វើជារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដូច្នេះការលើកឡើងរបស់លោកទំនងជាធ្វើឡើងតាមរយៈគំនិតរបស់វិមានក្រំឡាំងទីក្រុងមូស្គូបានបង្ហាញការប្រឆាំងម្ដងហើយម្ដងទៀតចំពោះការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពរបស់លោកខាងលិចដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមគិតចាប់តាំងពីប្រធានាធិបតីបារាំងបំផុសគំនិតនេះហើយបើតាមសេចក្តីរាយការណ៍មានការគ្រប់គ្រងពីសម្ព័ន្ធមិត្តដោយនិយាយអំពីការប្រជុំដាក់គ្នាជាមួយនឹងលោកខាងលិចនិងអាវុធបរមាណូនៅក្នុងបទសម្ភាសន៍នោះលោក Shoigu បានពង្រីកនៃការគម្រាមកំហែងក្នុងការប្រើប្រាស់នុយក្លេអ៊ែរដែលបាននឹងកំពុងគ្របទៅលើសង្គ្រាមដែលមានរយៈពេល3ឆ្នាំមកហើយសារព័ត៌មាន TASS ក៏បានចេញនៅការដកស្រង់សម្ដីចេញពីបទសម្ភាសន៍របស់លោក Shoigu នៅក្នុងរបាយការណ៍ជាច្រើនកាលពីថ្ងៃត្រហោះវាទៅកាន់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងរុស្ស៊ីវិញទស្សនិកជនជាការយកឃើញរបស់លោក Donald Trump លោកបានលើកឡើងថាវាពិតជាពិបាកខ្លាំងណាស់នៅក្នុងការដែលប្រទេសអ៊ុយក្រែនយកនៅតំបន់គ្រីមៀត្រឡប់មកវិញប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាវានឹងពិបាកខ្លាំងណាស់សម្រាប់អ៊ុយក្រែនដើម្បីយកតំបន់គ្រីមៀមកពីរុស្ស៊ីវិញលោក Trump និយាយទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃប្រហោះអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកក្នុងការជំរុញការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីលោកនិយាយថាខ្ញុំមិនពេញចិត្តរឿងការពីយប់ម្សិលមិញដោយនិយាយសម្ដៅទៅលើការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើរដ្ឋធានីគៀវរបស់អ៊ុយក្រែនដែលបណ្ដាលឲ្យមានមនុស្ស12នាក់ស្លាប់លោកនិយាយទៀតថាយើងកំពុងស្ថិតនៅចំកណ្ដាលនៃការចរចាសន្តិភាពហើយមីស៊ីលក៏ត្រូវបានបាញ់នោះគឺជារឿងដែលខ្ញុំមិនសប្បាយចិត្តតាក់ទងទៅនឹងតំបន់គ្រីមៀលោកត្រាំបាននិយាយថាគេបានប្រកល់តំបន់នេះរួចទៅហើយនៅពេលនោះរុស្ស៊ីក៏បានដាក់បញ្ចូលជាឯកតោភាគីនៅក្នុងឆ្នាំ2014លោកនិយាយថាមែនហើយតើអ្នកអាចយកមកវិញបានដែរឬទេខ្ញុំគិតថាវាគឺនឹងក្លាយទៅជារឿងពិបាកធ្វើនៅពេលដែលត្រូវបានសួរថាតើសម្បត្តិអ្វីខ្លះដែលរុស្ស៊ីបានផ្ដល់រហូតមកដល់ពេលនេះលោកត្រាំបាននិយាយថាបញ្ឈប់សង្គ្រាមបញ្ឈប់ការដណ្ដើមយកប្រទេសទាំងមូលហើយលោកបានពណ៌នាថានេះគឺជារឿងសម្បត្តិដ៏ធំតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាផែនការសន្តិភាពដែលស្នើឡើងដោយរដ្ឋបាលរបស់លោកត្រាំរួមមានតាមជាក់ស្ដែងការទទួលស្គាល់របស់សហរដ្ឋអាមេរិកទៅលើការគ្រប់គ្រងរបស់រុស្ស៊ីនៅតំបន់គ្រីមៀប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទទូចថាអ៊ុយក្រែននឹងមិនទទួលស្គាល់ការចូលកាន់កាប់តំបន់នេះទេសម្រាប់ប្រធានាធិបតីបារាំងលោក Macron វិញគឺបាននិយាយថាប្រសិនបើប្រទេសរុស្ស៊ីបានបដិសេធនៅបទច្បាញ់ឬកិច្ចចរចានេះគឺមានន័យថារុស្ស៊ីកុហកសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍សារព័ត៌មាន BFM TV គឺបានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាបារាំងគឺមិនផ្លាស់ប្ដូរគោលចំហរបស់ខ្លួននោះទេដែលថាខ្លួនថ្កោលទោសសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនហើយស្វែងរកនូវសន្តិភាពប៉ុន្តែសម្រាប់រឿងនេះចាំបាច់ត្រូវបង្ខំឲ្យមេដឹកនាំរុស្ស៊ីលោកពូទីនឈប់និយាយកុហកប្រធានាធិបតីបារាំងបញ្ជាក់ថាជំហររបស់ប្រទេសលោកគឺនៅដដែលមិនផ្លាស់ប្ដូរឡើយលោក Macron បានបន្តថាវាតំណាងឲ្យអធិបតេយ្យភាពរបស់ប្រជាជននិងបូរណភាពដែនដីដោយគោរពច្បាប់អន្តរជាតិដូច្នេះហើយលោកបានថ្កោលទោសជំហររបស់លោកពូទីនដែលបន្តទម្លាក់គ្រាប់បែកទៅលើអ៊ុយក្រែនលោក Macron បានរំលឹកពីការពិតសាមញ្ញចំនួន2គឺថាអ្នកលុកលុយនៅក្នុងសង្គ្រាមគឺរុស្ស៊ីជនរងគ្រោះនៃការលុកលុយនោះគឺអ៊ុយក្រែនប៉ុន្តែសន្តិភាពអាចសម្រេចបានលោកបាននិយាយថានោះហើយគឺជាមូលហេតុដែលយើងតែងតែថ្កោលទោសសង្គ្រាមលុកលុយរបស់រុស្ស៊ីហើយឥឡូវនេះយើងក៏នៅតែបែបនឹងដដែលដែលយ៉ាងណាក្តីខ្ញុំសង្ឃឹមថាសន្តិភាពគឺអាចកើតឡើងលោក Macron បានថ្កោលទោសលោកពូទីននៅក្នុងកិច្ចពិភាក្សាជាមួយអ្នកចរចាសហរដ្ឋអាមេរិកនិយាយថាលោកចង់បានសន្តិភាពប៉ុន្តែនៅពេលជាមួយគ្នានោះគឺនៅតែបន្តទម្លាក់គ្រាប់បែកទៅលើទីក្រុងនានារបស់អ៊ុយក្រែនដែលបណ្ដាលឲ្យមនុស្សបន្តបាត់បង់ជីវិតហើយលោកប្រធានាធិបតីបារាំងសង្កត់ធ្ងន់ថាដូច្នេះអាមេរិកគឺត្រូវតែធ្វើយ៉ាងណាឲ្យលោកពូទីនឈប់កុហកប្រទេសកូរ៉េខាងជើងវិញបានថ្កោលទោសសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយនៅយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់ប្រទេសជប៉ុន
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ទៅកាន់ប្រទេសជប៉ុនដោយលើកហេតុផលថាការដាក់ពង្រាយបែបនេះនឹងបង្កការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង KCNA បានបោះពុម្ពផ្សាយការរិះគន់នៅក្នុងអត្ថបទមួយដែលបានចាប់ប្រកាន់ទីក្រុង Washington ថាបានដាក់យន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនប្រចាំការនៅក្នុងប្រទេសជប៉ុនរយៈពេលយូរនិងបង្កើននូវភាពតានតឹងនៅក្នុងតំបន់ដល់កម្រិតខ្ពស់បំផុតដោយប្រើប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាមូលដ្ឋានកាលពីថ្ងៃទី15ខែមេសាក្រុមការងារយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិករួមមានយន្តហោះ B-1B Lancer អាកាសយានិកនិងឧបករណ៍ជំនួយពីកងទម្លាក់គ្រាប់បែកបេសកកម្មលេខ9របស់កងទ័ពអាកាសអាមេរិកបានទៅដល់មូលដ្ឋានទ័ពអាកាសមីសាវ៉ាប្រទេសជប៉ុនដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់ Indo-Pacific នេះបើយោងតាមបញ្ជាការរបស់ Indo-Pacific នេះគឺជាលើកទី1ហើយដែលកងកម្លាំងយន្តហោះទម្លាក់គ្រាប់របស់កងទ័ពអាកាសអាមេរិកត្រូវបានគេដាក់ពង្រាយនៅក្នុងប្រទេសជប៉ុនសហរដ្ឋអាមេរិកក៏បានដាក់ពង្រាយនៃយន្តហោះទម្លាក់គ្រាប់បែក B-1B នេះទៅកាន់កូរ៉េខាងត្បូងចំនួន3ដងដែរនៅក្នុងឆ្នាំនេះរួមទាំងអំឡុងពេលសមយុទ្ធកូរ៉េខាងត្បូងសហរដ្ឋអាមេរិកកាលពីពាក់កណ្ដាលខែមេសាយន្តហោះ B-1B Lancer គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកមួយនៅក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកទាំង3ដែលមានសមត្ថភាពហោះហើរបានចម្ងាយ 12,000 គីឡូម៉ែត្រដោយល្បឿនលឿនជាងសម្លេងនិងអាចផ្ទុកអាវុធបានរហូតដល់57តោនចំពោះការចំណាយទៅលើប្រតិបត្តិការក៏ដូចជាការធ្វើទំនើបកម្មទៅលើកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានប៉ាន់ស្មានថាអាចមានតម្លៃរហូតដល់ទៅ$946,000 លានរហូតដល់ឆ្នាំ2034របាយការណ៍របស់ការិយាល័យថវិកាសភា CBO មិនប្រកាន់បកបាននិយាយកាលពីថ្ងៃប្រហ័សថាការចំណាយទៅលើប្រតិបត្តិការនិងការធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិករហូតដល់ឆ្នាំ2034ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់តួលេខ$946,000 លានពលគឺមានការកើនឡើង 25% ខ្ពស់ជាងការប៉ាន់ស្មានឆ្នាំ2023របាយការណ៍និយាយថាទោះជាយ៉ាងណាក៏ដោយការព្យាករណ៍ថ្មីមិនរាប់បញ្ចូលនឹងការចំណាយលើសកម្រិត 81% ទៅលើមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីប ICBM ថ្មីដែលមានឈ្មោះថា Sentinel នោះទេដែលនឹងត្រូវបង្កើតឡើងដើម្បីជំនួសមីស៊ីល Trident 3ដ៏សំខាន់នៃកម្លាំង ICBM មានមូលដ្ឋាននៅអាមេរិកក្រុមអ្នកវិភាគបាននិយាយថាកំណើនដ៏ធំនៃការចំណាយក្នុងដំណើរការនិងការធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតទី2របស់ពិភពលោកនេះនឹងធ្វើឲ្យស្មុគស្មាញទៅដល់ការសន្យារបស់លោកប្រធានាធិបតី Trump នៅក្នុងការជំរុញថវិកាជាតិនៃការការពារជាតិទៅដល់$100,000,000នៅក្នុងឆ្នាំសារពើពន្ធ2026 CBO ព្រមានថាសភានឹងត្រូវសម្រេចចិត្តនៅប្រមាណឆ្នាំខាងមុខទៅលើអ្វីដែលកម្លាំងនុយក្លេអ៊ែររបស់អាមេរិកគួរតែមាននៅពេលអនាគតនិងវិសាលភាពនៃការធ្វើទំនើបកម្មលោក Trump កាលពីខែកុម្ភៈនិយាយថាលោកប្រឆាំងនឹងការកសាងអាវុធនុយក្លេអ៊ែរថ្មីរបស់អាមេរិកហើយក៏បដិសេធចំពោះការចំណាយខ្ពស់ក្នុងការថែរក្សាឃ្លាំងអាវុធទាំងអស់នោះដែរប្រទេសទុយនីស៊ីវិញបានរុះរើនៅជំរំជនអន្តោប្រវេសន៍នៅអាហ្វ្រិកនៅក្នុងតំបន់សាហារ៉ាមន្ត្រីជាន់ខ្ពស់ម្នាក់បានប្រសាសន៍ព័ត៌មាន Reuters ថាអាជ្ញាធរពីប្រទេសទុយនីស៊ីបានរុះរើជំរំបណ្ដោះអាសន្នមួយកន្លែងដែលផ្ដល់ទីជម្រកទៅដល់ជនអន្តោប្រវេសន៍អាហ្វ្រិកនៅតំបន់អនុតំបន់សាហារ៉ាចំនួន 2,000 នាក់កាលពីថ្ងៃប្រហ័ស24 មេសាចាប់តាំងពីប្រតិបត្តិការដាក់គោលដៅទៅលើការបោះជំរំស្រដៀងគ្នានេះបានចាប់ផ្ដើមថ្ងៃទី5មេសាចំនួនជនអន្តោប្រវេសន៍ដែលរងផលប៉ះពាល់បានកើនឡើងដល់ 9,000 នាក់ជាអ្វីដែលមន្ត្រីបានចាត់ទុកថាជាវិបត្តិអន្តោប្រវេសន៍មិនធ្លាប់មានពីមុនមកនិងកាន់តែអាក្រក់ទៅរដ្ឋាភិបាលបាននិយាយថាបច្ចុប្បន្នជនអន្តោប្រវេសន៍ប្រហែលជា 20,000 នាក់កំពុងរស់នៅក្នុងតង់និងតំបន់ព្រៃជុំវិញទីក្រុងភាគខាងត្បូងបន្ទាប់ពីត្រូវបានរារាំងមិនឲ្យឆ្លងកាត់សមុទ្រមេឌីទែរ៉ានីភាពតានតឹងផ្ទុះឡើងរវាងជនអន្តោប្រវេសន៍និងអ្នកស្រុកដែលភាគច្រើនបានទាមទារឲ្យជនអន្តោប្រវេសន៍នេះចាកចេញពីតំបន់ក្រមសិទ្ធិមនុស្សបានថ្កោលទោសការឆ្លើយតបរបស់រដ្ឋាភិបាលដោយចោទប្រកាន់ថារដ្ឋាភិបាលបានប្រើប្រាស់វោហារសាស្ត្រប្រកាន់ពូជសាសន៍ញុះញង់ឲ្យមាននៅអរិភាពប្រឆាំងជនអន្តោប្រវេសន៍និងចាប់សកម្មជនដែលផ្ដល់ជំនួយដល់ជនភៀសខ្លួនដាក់ពន្ធនាគារលោកប្រធានាធិបតី Kasset បានធ្វើឲ្យមានភាពចម្រូងចម្រាសនៅឆ្នាំ2023នៅពេលដែលលោកបានអះអាងថាលំហូរជនអន្តោប្រវេសន៍គឺគ្មានឯកសារនៅអនុតំបន់សាហារ៉ាគឺជាផ្នែកមួយនៃការខុបខិតដើម្បីផ្លាស់ប្ដូរការបង្កើតនៅប្រជាសាស្ត្រនៅប្រទេសទុយនីស៊ីសហភាពអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកដែលបានរិះគន់ថាការនិយាយស្អប់ខ្ពើមដែលបានចាប់ប្រកាន់ថាលោកត្រូវតែច្រានចោលថាមិនយុត្តិធម៌បន្តនិយាយអំពីការដាក់ពន្ធរបស់សហរដ្ឋអាមេរិកយើងឃើញថាឥឡូវនេះប្រទេសចិនកំពុងតែងាកទៅក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយនឹងប្លុកអឺរ៉ុបខណៈដែលសហរដ្ឋអាមេរិកបានចាដាក់ពន្ធដោយលោក Donald Trump ធ្វើឲ្យចាប្លុកមួយនេះឃ្លាតចេញពីអាមេរិកប្រធានាធិបតី Xi Jinping កំពុងស្វែងរកការជួសជុលទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដែលបានព្យាយាមបង្ហាញឲ្យឃើញថាប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានកាន់តែខ្លាំងជាងមុនខណៈដែលប្រធានាធិបតី
អាមេរិកលោក Donald Trump ធ្វើឲ្យប្លុកនេះកាន់តែឃ្លាតឆ្ងាយពីអាមេរិកដោយសារបញ្ហាជាច្រើនរាប់ចាប់តាំងពីពន្ធគយរហូតដល់វិស័យការពារជាតិដោយប្រជុំជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពពីអាមេរិកអ្នកបង្កើតគោលនយោបាយនិងថ្នាក់ដឹកនាំធុរកិច្ចចិនកំពុងស្វែងរកទីផ្សារថ្មីនៅអឺរ៉ុបនិងកន្លែងផ្សេងទៀតហើយបើតាមមន្ត្រីអឺរ៉ុបមួយរូបបានឲ្យដឹងថាដើម្បីជួយសម្រួលទំនាក់ទំនងទាំងអស់នោះឲ្យរលូនលោកស៊ីកំពុងតែរៀបចំត្រៀមដកទណ្ឌកម្មពីសមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលជាកាយវិការនិមិត្តរូបនៃសុឆន្ទៈនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃប្រហោះក្រសួងការបរទេសចិនបានលើកឡើងថានៅក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំរបស់ពិភពលោកប្រទេសចិននិងអឺរ៉ុបនឹងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រសួងបានបន្ថែមថាខ្លួននឹងស្វាគមន៍សមាជិកសភាអឺរ៉ុបបន្ថែមទៀតដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិនដោយមិននិយាយអំពីរបាយការណ៍ស្តីពីការដកទណ្ឌកម្មនោះទេទោះបីជាបណ្ដាមេដឹកនាំអឺរ៉ុបគឺនៅតែប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រធានាធិបតីពូទីនក៏ដោយក៏មេដឹកនាំទាំងអស់នោះបង្ហាញពីឆន្ទៈនៅក្នុងការធ្វើការឆ្ពោះទៅលើបញ្ហាមួយចំនួនជាមួយគ្នានេះមន្ត្រីរបស់សហភាពអឺរ៉ុបកំពុងពិចារណាពីកូតាតម្លៃអបបរមាទៅលើរថយន្តអគ្គិសនីរបស់ចិនជំនួសឲ្យការយកពន្ធខ្ពស់រហូតដល់ទៅ45.3% ដែលបានដាក់នៅក្នុងឆ្នាំ2024ជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អឺរ៉ុបក្នុងការធ្វើឲ្យទំនាក់ទំនងមានតុល្យភាពឡើងវិញមេដឹកនាំអឺរ៉ុបឥឡូវនេះគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅក្នុងខែកក្កដាសម្រាប់កិច្ចប្រជុំកំពូលមួយមានប្រភពព័ត៌មានបានឲ្យដឹងថាប្រទេសចិនកំពុងតែពិចារណានៅក្នុងការដកពន្ធទៅលើទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិកប្រទេសចិនកំពុងពិចារណាលើកលែងពន្ធដល់ការនាំចូលនៅទំនិញមួយចំនួនរបស់អាមេរិកពីអត្រាពន្ធ 125% របស់ខ្លួនហើយកំពុងតែស្នើឲ្យក្រុមហ៊ុននានាផ្ដល់បញ្ជីទំនិញដែលអាចលើកលែងនៅក្នុងសញ្ញាដ៏ធំបំផុតមួយដែលថាទីក្រុងប៉េកាំងគឺមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៅសេដ្ឋកិច្ចដោយសារសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងទីក្រុងវ៉ាស៊ីនតោនក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មចិនកំពុងប្រមូលបញ្ជីមុខទំនិញដែលអាចលើកលែងពីពន្ធគយនិងកំពុងស្នើឲ្យក្រុមហ៊ុនទាំងឡាយដាក់សំណើផ្ទាល់ខ្លួននេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទស្សនវដ្តីហេរ៉ាញ់វត្ថុ Kai Ching បានរាយការណ៍នៅថ្ងៃសុក្រ25មេសានេះដោយដកស្រង់ប្រភពថាទីក្រុងប៉េកាំងកំពុងរៀបចំការដាក់បញ្ចូលការលើកលែងពន្ធទៅដល់គ្រឿងឧបករណ៍ដែលទាក់ទងទៅនឹងបន្ទះឈីបចំនួន8មុខប៉ុន្តែមិនមានបន្ទះឈីបអង្គចងចាំនោះទេបញ្ជីនៃផលិតផលចំនួន131ប្រភេទដែលមានសិទ្ធិទទួលបានការលើកលែងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងនៅក្នុងចំណោមអាជីវកម្មនិងក្រុមពាណិជ្ជកម្មនៅថ្ងៃសុក្រនេះប៉ុន្តែមិនទាន់បានបញ្ជាក់ជាផ្លូវការលើកលែងនេះគឺជាសញ្ញាបង្ហាញថាទីក្រុងប៉េកាំងក៏ដូចជាវ៉ាស៊ីនតោនដែរដែលកំពុងតែបារម្ភយ៉ាងខ្លាំងទៅលើការឈឺចាប់ផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងកំពុងតែរីករាលដាលនៅទូទាំងប្រទេសក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី2របស់ពិភពលោកមានរបាយការណ៍ដែលបានសិក្សាពាក់ព័ន្ធទៅនឹងពន្ធនៅសហរដ្ឋអាមេរិកដោយមានការលើកឡើងថាពន្ធនឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់អ្នកដែលមានចំណូលទាបហើយនឹងមិនប៉ះពាល់ខ្លាំងនោះទេទៅដល់អ្នកដែលមានចំណូលស្ដុកស្ដំបើយោងតាមការវិភាគពីវិទ្យាស្ថានស្ដីពីពន្ធដារនិងគោលនយោបាយសេដ្ឋកិច្ចបានបង្ហាញថាវិធានការពន្ធរបស់ប្រធានាធិបតីត្រាំនឹងធ្វើឲ្យអត្រាពន្ធឡើងខ្ពស់សម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបដែលមានកម្រិតច្រើនជាង3ដងបើប្រៀបធៀបទៅនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិកដែលមានទ្រព្យសម្បត្តិស្ដុកស្ដំរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវការវិវត្តសង្គមបានគូបញ្ជាក់អំពីផលប៉ះពាល់ដល់ប្រជាជនអាមេរិកពីគ្រប់មជ្ឈដ្ឋានប្រសិនបើពន្ធគយដែលកំពុងចូលជាធរមាននាពេលបច្ចុប្បន្ននៅតែមានដដែលសម្រាប់ឆ្នាំ2026របាយការណ៍បានឲ្យដឹងថាអ្នកដែលរកចំណូលបានចំនួន$28,600ឬក៏តិចជាងនេះនឹងត្រូវចំណាយបន្ថែម6.2% នៃប្រាក់ចំណូលរបស់ពួកគេខណៈដែលជនជាតិអាមេរិកដែលមានប្រាក់ចំណូលយ៉ាងតិចណាស់$91,400ត្រូវបានរំពឹងថានឹងចំណាយ1.7% បន្ថែមតែប៉ុណ្ណោះក្រុមគ្រួសារដែលមានប្រាក់ចំណូលមធ្យមរកបានចន្លោះពី$55,110ទៅដល់$94,100និងបង់បន្ថែម5% នៃប្រាក់ចំណូលរបស់ពួកគេក៏បញ្ជាក់ថាលោកត្រាំបានប្រកាសដាក់នៅកាតព្វកិច្ចពន្ធយ៉ាងធ្ងន់ធ្ងរបំផុតរបស់អាមេរិកដែលជាលើកដំបូងក្នុងរយៈពេលជាង1សតវត្សរ៍មកនេះក្នុងនោះរួមមានទាំងពន្ធ 145% ទៅលើផលិតផលជាច្រើននាំចូលពីប្រទេសចិនអត្រា 25% ទៅលើការនាំចូលភាគច្រើនពីកាណាដានិងមេស៊ីកព្រមទាំងពន្ធទៅលើវិស័យមួយចំនួនមានដូចជាដែកថែបអាលុយមីញ៉ូមក៏ដូចជាពន្ធមូលដ្ឋាន 10% លើដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ប្រទេសតែយ៉ាងណាក៏ដោយលោកក៏បានផ្អាកការយកពន្ធនេះពីបណ្ដាប្រទេសជាច្រើនរួចទៅហើយក្នុងរយៈពេល90ថ្ងៃនេះទៅកាន់ប្រទេសយេម៉ែនវិញទស្សនិកជនមេដឹកនាំរបស់ក្រុមហ៊ូទីបានលើកឡើងថាសហរដ្ឋអាមេរិកបានវាយប្រហាររហូតដល់ទៅ260លើកនៅក្នុងរយៈពេលត្រឹមតែ1សប្តាហ៍លើយេម៉ែន
លោក Abdul Malik Al-Houthi មេដឹកនាំក្រុម Houthi នៅប្រទេសយេម៉ែនបាននិយាយថាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន260លើកទៅលើប្រទេសនេះក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងទៅលោកបាននិយាយនៅក្នុងសន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ Al Jazeera ថាសប្តាហ៍នេះសត្រូវរបស់អាមេរិកបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនិងគ្រឿងយុទ្ធឧបករណ៍ផ្សេងទៀតដើម្បីធ្វើការវាយប្រហារជាង260លើកទៅលើគោលដៅស៊ីវិលយោងតាមមេដឹកនាំ Houthi រូបនេះបានឲ្យដឹងថាផ្លូវ highway និងផ្លូវថ្នល់ផ្សារនិងទីបញ្ចុះសពក៏ត្រូវរងការវាយប្រហារដែរបន្ទាប់ពីការកើនឡើងនៃចំនួនប៉ាឡេស្ទីនអ៊ីស្រាអែលតំបន់ Gaza Strip ក្រុម Houthi ត្រូវបានគេស្គាល់ថាជា Ansar Allah បាននិយាយថាពួកគេនឹងវាយប្រហារទឹកដីអ៊ីស្រាអែលនិងរារាំងនាវាដែលមានទំនាក់ទំនងជាមួយប្រទេសនោះមិនអាចឆ្លងកាត់សមុទ្រក្រហមនិងច្រកសមុទ្រ Bab al-Mandab ការវាយប្រហារត្រូវបានបញ្ចប់បន្ទាប់ពីបទឈប់បាញ់នៅតំបន់ Gaza បានចូលជាធរមាននៅពាក់កណ្ដាលខែមករាប៉ុន្តែបទឈប់បាញ់បានដួលរលំនៅដើមខែមិនិនាបន្ទាប់ពីក្រុមអូទាមបន្តវាយប្រហារឡើងវិញ